នាព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងអេដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងអេដាមអ៊ីវិនផាំងជីវីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្ហបុរីប្រចាំកម្ពុជាបានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័ន SG Aston LLP និងវិទ្យាស្ថានបច្ចេកវិទ្យានិងកសិកម្មកម្ពុជាហៅកាត់ថា CITA ស្ដីពីការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិតម្លៃសមត្ថភាពសម្រាប់សិក្ខាកាមក្នុងវិស័យសំណង់ដែលជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះឱកាសនោះអេដាមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសនិងស្ថានទូតសង្ហបុរីប្រចាំកម្ពុជាដែលគាំទ្រយ៉ាងរឹងមាំនិងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាពិសេសការអភិវឌ្ឍជំនាញក្នុងវិស័យការងារជាក់ស្ដែងអនុស្សរណៈនៃការយោគយល់នេះគឺជាលទ្ធផលនៃទំនាក់ទំនងល្អកិច្ចខិតខំប្រឹងប្រែងរបស់ក្រមការងារបច្ចេកទេសនិងការជឿទុកចិត្តគ្នាពិធីចុះហត្ថលេខានាថ្ងៃនេះមានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀតដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈហៅកាត់ថា TVET ការអភិវឌ្ឍជំនាញការត្រៀមកម្លាំងពលកម្មនិងការអភិវឌ្ឍធនធានមនុស្សអេដាមរដ្ឋមន្ត្រីលើកឡើងថាសង្ហបុរីជាគោលដៅដ៏មានសក្តានុពលសម្រាប់ពលករជំនាញហើយភាពជាដៃគូនេះនឹងផ្ដល់នូវមាគ៌ាកាន់តែច្បាស់លាស់សម្រាប់ពលករកម្ពុជាក្នុងការយល់ដឹងនិងបំពេញតាមស្តង់ដារខ្ពស់របស់សង្ហបុរីជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពនៅកន្លែងធ្វើការបញ្ជាក់សមត្ថភាពជំនាញនិងសុខុមាលភាពលើពីនេះភាពជាដៃគូនេះបានបង្ហាញពីការបដិញ្ញាចិត្តរួមគ្នាក្នុងការវិនិយោគលើប្រជាពលរដ្ឋជំនាញនិងឱកាសនាពេលអនាគតដែលឆ្លុះបញ្ចាំងពីជំនឿថាការអប់រំនិងការបណ្ដុះបណ្ដាលគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយសម្រាប់ការផ្លាស់ប្ដូរជីវិតកាន់តែប្រសើរការលើកកម្ពស់ជីវភាពរស់នៅនិងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍របស់ SG Aston LLP ឯកឧត្តមជឿជាក់យ៉ាងមុតមាំថាបងប្អូនកម្មករសំណង់កម្ពុជាក្រុមដំបូងនឹងអាចបំពេញបានដោយជោគជ័យនៅលក្ខខណ្ឌនិងសមត្ថភាពដែលតម្រូវដោយប្រទេសសង្ហបុរីហើយនឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់ចំនួនពលករបន្តបន្ទាប់ទៀតទន្ទឹមនឹងការត្រៀមខ្លួនជាស្រេចក្នុងការគ្រប់គ្រងភាគីទាំងពីរឲ្យទទួលបានជោគជ័យអេដាមហេងសួរគូបញ្ជាក់ថាការចុះ MOU ជាលើកដំបូងនេះមិនត្រឹមតែគ្រប់គ្រងឱកាសការងារក្នុងវិស័យសំណង់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតនៃទីផ្សារការងារសង្ហបុរីនាពេលអនាគតផងដែរជាការឆ្លើយតបអាដាម Steven Pangchiwi មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះមិនត្រឹមតែសម្រាប់ស្ថាប័នទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់កម្មករទាំងឡាយដែលសុវត្ថិភាពនិងជីវភាពរស់នៅរបស់ពួកគាត់នឹងត្រូវបានយកចិត្តទុកដាក់ជាចម្បងតាមរយៈភាពជាដៃគូនេះអេដាមក៏បានលើកឡើងពីការកសាងទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរដែលផ្អែកលើការគោរពគ្នានិងបដិញ្ញាចិត្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជាតិទាំងពីរហើយការចុះហត្ថលេខានាថ្ងៃនេះគឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃការបដិញ្ញាចិត្តនេះអេដាមឯកអគ្គរដ្ឋទូតក៏ទន្ទឹមរង់ចាំមើលការបង្កើតនិងការរីកចម្រើននៃមជ្ឈមណ្ឌលនេះព្រមទាំងស្វាគមន៍ក្រុមដំបងនិងក្រុមជាបន្តបន្ទាប់ជាច្រើនទៀតនៃបងប្អូនកម្មករសំណង់ដែលនឹងទទួលបានអត្ថប្រយោជន៍ពីការបណ្ដុះបណ្ដាលដែលមជ្ឈមណ្ឌលនេះផ្ដល់ជូន